គ្រួសារមិនមែនជារឿងសំខាន់ទេវាជាអ្វីៗទាំងអស់វាមិនមែនបញ្ហាថាផ្ទះរបស់យើងធំប៉ុណ្ណានោះទេវាសំខាន់ណាស់ដែលមានសេចក្តីស្រឡាញ់នៅក្នុងនោះពេលខ្លះគ្រួសារគឺជាក្រុមមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនសូវអាការនិងពិតជាត្រូវបានគេស្រឡាញ់សេចក្តីស្រឡាញ់ចំពោះគ្រួសារគឺជាពរជ័យដ៏អស្ចារ្យបំផុតនៃជីវិតគ្រួសារមិនមែនតែជាសាច់ឈាមនឹងគ្នានោះទេវាគឺជាមនុស្សនៅក្នុងជីវិតរបស់អ្នកដែលចង់បានអ្នកនៅជាមួយពួកគេអ្នកដែលទទួលយកអ្នកចំពោះអ្នកហើយជាអ្នកដែលនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឃើញស្នាមញញឹមអ្នកនិងអ្នកដែលស្រឡាញ់អ្នកមិនថាមានរឿងអ្វីកើតឡើងនោះទេបើគ្មានគ្រួសារទេអ្នកគ្មានអ្វីទាំងអស់គ្រួសារដែលមានសុភមង្គលទាំងអស់គឺដូចគ្នាគ្រួសារដែលមិនសប្បាយចិត្តនីមួយៗសុទ្ធតែមិនសប្បាយចិត្តតាមវិធីរបស់ខ្លួនឯងសុភមង្គលកើតមាននៅថ្ងៃនេះវេលានេះម៉ោងនេះលុះត្រាតែអ្នកដើរទៅរកក្រុមគ្រួសាររបស់អ្នកមិនអាចមានទ្រព្យសម្បត្តិអ្វីតែជាដុំកពួនមែនប៉ុន្តែអ្នកមានក្តីសុខក្នុងគ្រួសារសុភមង្គលក្នុងគ្រួសារការយកចិត្តទុកដាក់ក្នុងគ្រួសារភាពកក់ក្ដៅក្នុងគ្រួសារទាំងអស់នេះគឺជាអ្វីដែលខ្ញុំតែងតែចង់បាននៅពេលដែលខ្ញុំនៅក្មេងមិនថាសប្តាហ៍ថ្ងៃគឺខ្ញុំនៅតែចង់បានក្រុមគ្រួសារបែបនេះអរគុណសម្រាប់អ្វីៗគ្រប់យ៉ាងដែលកើតមាននៅក្នុងជីវិតរបស់ខ្ញុំមានពេលខ្លះជីវិតកំសត់ឯកាខ្វះភាពកក់ក្ដៅតែពេលនេះម៉ោងនេះខ្ញុំត្រូវរីករាយនឹងអ្វីដែលខ្ញុំមាននៅពេលនេះសម័យកថានៅថ្ងៃបុណ្យកម្មវិធីពិសេសមួយគឺមានមនុស្សទន្ទឹងរង់ចាំខ្ញុំចង់ជួបខ្ញុំចង់ញ៉ាំអាហារជាមួយខ្ញុំដោយប្រើពាក្យថាអ្នកគឺជាក្រុមគ្រួសាររបស់ខ្ញុំតើអ្នកមានក្រុមគ្រួសារដែរឬទេតើអ្នកស្រឡាញ់ក្រុមគ្រួសាររបស់អ្នកដែរឬទេតើអ្នកគោរពស្រឡាញ់ក្រុមគ្រួសាររបស់អ្នកឬទេតើអ្នកមានសេចក្តីស្លាយថ្នូរចំពោះក្រុមគ្រួសាររបស់អ្នកឬទេតើអ្នកស្មោះត្រង់នឹងក្រុមគ្រួសាររបស់អ្នកឬទេតើអ្នកបានធ្វើអ្វីខ្លះចំពោះក្រុមគ្រួសាររបស់អ្នកតើអ្នកមានសេចក្តីស្រឡាញ់ពិតប្រាកដចំពោះក្រុមគ្រួសាររបស់អ្នកដែរឬទេតើអ្នកបានចំណាយពេលជាមួយក្រុមគ្រួសាររបស់អ្នកដែរឬទេតើអ្នកបានធ្វើដំណើរជួបជុំក្រុមគ្រួសាររបស់អ្នកដែរឬទេ